ok lạiនេះខ្ញុំបើកឯកសារខ្ញុំហើយឡើយនេះខ្ញុំសរសេរឈ្មោះរបស់ខ្ញុំគឺឈ្មោះសំអាតមក welcome to my home អញ្ចឹងទៅដាក់ town ដល់ទៅ home town អូខេអញ្ចឹងពេលអញ្ចឹងអក្សរតូចយើងស៊ូមធំចុះអូម៉ែលថាខ្ញុំចង់ឥឡូវនេះយើងសិក្សាអំពីនៅក្នុង home នេះគឺយើងសិក្សាអំពី group font អូខេ group clipboard នេះចាំយើងសិក្សានៅក្នុងមេរៀនបន្តអូខេអញ្ចឹងខ្ញុំសេអញ្ចឹងខ្ញុំចង់ដូរ font នេះគឺខ្ញុំអាចនេះ select លើវាមកខ្ញុំអាចដូរបានបាទណាបើសិនណាខ្ញុំដឹងប្រភេទ font ឈ្មោះអីអញ្ចឹងខ្ញុំ select លើវាអញ្ចឹងហើយបន្ទាប់មកខ្ញុំវាយពាក្យ thêm new roman អញ្ចឹងខ្ញុំចុច enter មកឃើញបានទេឃើញបាន font ខ្ញុំចុចនេះហើយត្រូវ select លើវាសិនអញ្ចឹងដើម្បី select គឺយើងចុច mouse ស្ដាំឲ្យជាប់ cursor អានេះគេហៅ cursor នេះអា load plot នេះគេហៅ cursor យើង cursor យើងគឺត្រូវនៅខាងមុខវាបន្ទាប់មកយើង mouse ស្ដាំឲ្យជាប់ចាប់អូសវាអូខេហើយចាំប្រឡែងវាហើយបន្ទាប់មកគឺយើង select លើកន្លែងនេះអញ្ចឹងដើម្បីយើងធ្វើការ format ទៅលើ text ឬក៏លើរូបភាពអីមួយគឺយើងត្រូវ select លើវាសិនអូខេណា thêm new roman អូខេអញ្ចឹងរបៀបដូរ font ចឹងហើយបើសិនណាអក្សរនេះតូចពេក select លើវាទៀតយើងអាចដូរ size ទំហំវាបានឃើញទេទំហំនេះអត់ធំត្រឹម72កាលនៅខ្ញុំចង់បាន100ហ្នឹងវាយយកបណ្ដោយ font 100 1000អីឃើញទេវាចេញឲ្យយើងចង់បានទំហំម៉ាក់ទំហំប៉ុណ្ណឹងស្រេចចិត្តយើងselect លើវាសិនមកកន្លែងនេះគឺយើងដូរទំហំអក្សរកន្លែងនេះគឺយើងដូរប្រភេទអក្សរអានេះកណន័យអក្សរខ្មែរចុះសំទោសកណន័យអក្សរអង់គ្លេសឥឡូវកណន័យអក្សរខ្មែរវិញឥឡូវខ្ញុំដាក់ខ្ញុំសេអក្សរខ្មែរខ្ញុំដូរ font នេះដាក់ទៅឥឡូវខ្ញុំដាក់សួស្ដីសជាងដដាក់ស្អីសួស្ដីខ្ញុំដាក់ឈ្មោះខ្ញុំទៅសំអាតទៅអញ្ចឹងខ្ញុំចង់ដូរ font អក្សរខ្មែរ font នេះអត់ស្អាតទេអញ្ចឹង font អក្សរខ្មែរគឺយើង font ខ្មែរមាន2មាន Limon ហើយនិង Unicode ប៉ុន្តែ Limon ជប់ប្រើហើយ Hoodle ពិបាកប៉ុន្តែឥឡូវគេសេ Unicode អញ្ចឹង font Unicode គឺយើង scroll ចុះមកក្រោមមកយើងរកពាក្យ KHOS នេះ KH ឲ្យទៅក KH នេះសម្រាប់ font Photoshop ឯងកម្មវិធី Photoshop ឯងប៉ុន្តែខ្មែរ OS ឲ្យទៅលឺពាក្យខ្មែរអញ្ចឹងដាក់បូកោហើយសំទោសដាក់នេះដែរហើយនេះឃើញទេមានច្រើនណាស្អាតសមូលអីណាស្អាតចិត្តយើងណាសួស្ដីសំអាតយើងអាចដូរបានយើងអាច select លើវាមកយើងដូរទំហំអក្សរឲ្យដូចគ្នាទំហំអក្សរអូខេឬក៏ម្យ៉ាងទៀតខ្ញុំអាច select លើវានេះខ្ញុំអាចនេះខ្សែនេះខ្ញុំអាចដូរកន្លែងនេះក៏បានទៅនេះក៏បានស្រេចចិត្តខ្ញុំនេះយើងចុចលើនេះក៏បានខ្ញុំមិនបាច់ហត់វាយក៏បានដែរអង្គុយសេរីវិញទៅណាអូខេចង់បើខ្ញុំចង់ឲ្យអក្សរនេះដុតក្រាស់អក្សរនឹងដុតក្រាស់គឺនេះខ្ញុំចុចអក្សរ B នេះមកស្មើ bold B នឹងស្មើអក្សរ bold ខ្ញុំចុចលើវាខ្ញុំចង់ដោះវាវិញដោះវិញមកហើយអញ្ចឹង style IT ចូលតាណាដោះវិញទៅនឹងអានេះអក្សរ trade italic ចង់ trade ឲ្យដុតក្រាស់ទៀតនេះ select លើវា2ដងចង់មានបន្ទាត់នេះហេបន្ទាត់ហ្នឹងខ្ញុំចង់ឲ្យគេខ្ញុំចង់ឲ្យមាន2ជាន់នេះចុចលើគៀននេះមកនេះគេមាន2ជាន់ចង់យកអីឥឡូវខ្ញុំដាក់2ជាន់ហ្នឹងទៅខ្ញុំចង់ឲ្យបន្ទាត់ហ្នឹងមានកឡហ៎នេះណាកឡណាខ្ញុំអត់ឆ្លាញ់កឡហ្នឹងឯងខ្ញុំអាចយកមកកឡផ្សេងទៀតនេះ custom វាមានច្រើនអូខេ
đó em vô standard các bạn bọn này tới ok thấy nhé bán tràn ok chẳng mê riêng ní bán tràn là hai chân thêm xông mình chọn từ trầm nation hay dân thực ra to là mê riêng còi pi group phone và